Bạnសូមជម្រាបសួរលោកគ្រូសម្រាប់វីដេអូនេះខ្ញុំនឹងបង្ហាញទាក់ទងជាមួយនឹងតារាងរំលោះសិស្សរៀនយឺតបាទអញ្ចឹងលោកគ្រូសូមចុចចូលប៊ូតុងនឹងមកអញ្ចឹងបើមានចម្ងល់ឬក៏បញ្ហាអីសូម scan នៅទីនេះមកលោកគ្រូបាទអញ្ចឹងនេះគឺជាទម្រង់នៃតារាងរំលោះសិស្សរៀនយឺតដែលលោកគ្រូត្រូវធ្វើការបំពេញបាទអញ្ចឹងដោយសារតែនៅទីនេះគឺលោកគ្រូបាទសូមចាប់អារម្មណ៍នៅទីនេះទៅគឺយើងរៀបចំ6ខែសម្រាប់ចំណុចទី1ហើយ6ខែទៀតសម្រាប់ចំណុចទី2អញ្ចឹងនៅពេលដែលខែទី6នេះបើសិនជាអត់មានទេបាទអត់មានខែទេគឺយើងអត់បានកំណត់អញ្ចឹងវានឹងចេញលេខ0បែបហ្នឹងអញ្ចឹងមកចេញលេខ0លោកគ្រូអាចធ្វើការលាក់តារាងនឹងបានបាទដោយយើងធ្វើការជ្រើសរើសនៅទីនេះបាទលោកគ្រូយើងគ្រាន់ជ្រើសរើសសញ្ញាដកទៅជាការស្រេចហើយយើងអាចចុចប៊ូតុងលាក់មួយមកបាទអញ្ចឹងវានឹងលាក់បាត់ហើយសម្រាប់ខែដែលអត់មានឈ្មោះហ្នឹងបាទអញ្ចឹងនៅទីនេះទៀតលោកគ្រូបាទយើងអាចបំពេញការបច្ឆេទទៅហើយមកបាទដោយវាយតាមតម្រង់នៃការបច្ឆេទនៅក្នុងកុំព្យូទ័របាទអញ្ចឹងសូមបំពេញមកថ្ងៃ18បាទខែ9ឆ្នាំ2025បាទប៉ុណ្ណឹងសម្រាប់តេតងជាមួយនឹងការងារកន្លែងហ្នឹងហើយកន្លែងនេះក៏ពិតជាចំនួនសិស្សប៉ុន្តែនៅពេលលាក់មិញទៅវាឡើងនៅលើលោកគ្រូបាទនេះអញ្ចឹងចំនួនសិស្សបាននៅក្នុងចំណុចទី1មាន23នាក់លោកគ្រូដាក់23នាក់មកហើយបើចំណុចទី2បាទគាត់បោះបង់ម្នាក់អញ្ចឹងនៅសល់22យើងដាក់22មកតែប៉ុណ្្នឹងទេហើយនៅកន្លែងនេះលោកគ្រូគ្រាន់តែបំពេញបាទចំនួនសិស្សដែលត្រូវជួយក្នុងខែហ្នឹងទេឧទាហរណ៍ថានៅក្នុងចំណោម23នាក់ហ្នឹងមានសិស្សដែលត្រូវជួយ6នាក់អញ្ចឹងហើយយើងចុចចេញតិចមកគឺយើងឃើញហើយគឺបាទ26.09% បាទនេះគឺសម្រាប់ភាគរយនៅក្នុងចំណោម23នាក់ហ្នឹងបាទអញ្ចឹងបន្តមកទៀតតកតងជាមួយនឹងចំនួនសិស្សដែលត្រូវបានរំលោះអញ្ចឹងតើនៅក្នុង6នាក់ហ្នឹងលោកអ្នកគ្រូរំលោះបានប៉ុន្មានអញ្ចឹងបើរំលោះបាន2នាក់យើងវាយតែ2នាក់អញ្ចឹងទៅយើងឃើញហើយគឺបាន 33.33% អញ្ចឹងបានន័យថារំលោះ2នាក់នៅក្នុងចំណោម6នាក់ហើយលទ្ធផលនៃភាគរយនេះបាទគឺយើងគិតនៅក្នុងចំណោម6នាក់ហ្នឹងមិនបានគិតនៅក្នុងចំណោម23នាក់ទេអញ្ចឹងលោកគ្រូអាចបំពេញផ្សេងទៀតបានបាទអញ្ចឹងការបំពេញគឺបែបហ្នឹងទេលោកគ្រូបាទអញ្ចឹងបើខែក្រោយសល់4នាក់ហើយយើងរំលោះបាន1នាក់បាទក៏ដាក់តាមហ្នឹងទៅសម្រាប់ភាគរយគឺវានឹងបង្ហាញពីស្វ័យប្រវត្តិលោកគ្រូអាចបញ្ចូលហត្ថលេខានឹងត្រាលោកនាយកបានបើសិនជាមានការអនុញ្ញាតហើយបើយើងចុច post hole នេះយើងគ្រាន់តែចុចត្រាឈ្មោះទៅយើងធ្វើដូចវីដេអូមុនដែរលោកគ្រូបាទសូមទៅឆែកមើលវីដេអូមុនទៅបាទអញ្ចឹងតែប៉ុណ្្នឹងទេដើម្បីទាញយកយើងគ្រាន់តែដាក់ទីតាំងផ្ទុកឯកសារហើយយើងចុចទាញយកជាការស្រេចបាទអរគុណច្រើនលោកគ្រូបាទសូមជម្រាបលា